សួស្តីអ្នកនរគ្នាខ្ញុំកៃសិនថ្ងៃនេះដែរខ្ញុំនឹងរៀនអ្នកនរគ្នាអំពី print អូខេ so ជាដំបូងយើងត្រូវតែបង្កើត script នៅក្នុង workspace តែយើងមិនគួរបង្កើត script ក្នុង workspace ទេតែនេះក៏គ្រាន់តែជា tutorial ទេខ្ញុំនឹងអ្នកនរគ្នាឲ្យរៀបរាប់ script អញ្ចឹងណាអូខេ so យើងបង្កើត script ហើយតមកទាំងអ្នកនរគ្នានឹងឃើញផ្ទាំងចេះអូខេ so អ្វីទៅជា print គឺជា function មួយដែលយើងអាចប្រើសម្រាប់បង្ហាញអត្ថន័យឬតម្លៃដែលយើងបានដាក់ចូលនៅក្នុង print ហ្នឹងហើយវានឹងចេញនៅក្នុង console នេះឬក៏ហៅថា output អូខេ so ជាដំបូងយើងត្រូវតែសរសេរ print យើងសរសេរ print ហើយយើងដាក់ពងកួតនេះមកហើយអូខេ so បើយើងឥឡូវយើងដាក់ចេះហើយណាឥឡូវបើយើងសរសេរ hello វានឹង show error ដោយសារអីដោយសារអក្សរវាជា string អញ្ចឹងយើងត្រូវតែដាក់អាចុច2នេះទៀតតែបើអ្នកនរគ្នាដាក់ចុច2នេះរៀងចេះមួយហើយនឹងគេចេះមួយវានឹង show error អញ្ចឹងជាដាច់ខាតយើងត្រូវតែដាក់អាចុច2នេះនៅក្នុងហ្នឹង oops អូខេ so យើងអាចសរសេរ hello អង្គសិនវានឹង show អង្គសិនចឹងមកហើយមួយទៀតយើងអាចដាក់លេខបានដែរយើងមិនបាច់ចាប់ដាក់លេខបែបនេះទេលេខវាមិនមែនជា string ទេយើងគ្រាន់តែយើងសរសេរលេខ12ចេះមកមិនបាច់ដាក់ចុច2នៅក្នុងហ្នឹងទេវាក៏នៅ print លេខចេញមកដែរហើយមួយទៀតយើងក៏អាចកណនាបានដែរដូចជាយើងយក12បូក12ចេញ24យើងក៏អាចដកក៏បានគុណក៏បានចែកក៏បានបើយើងយក12ចែក12វាចេញ1វា print 1អូខេវីដេអូនេះមានតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាឆ្ងល់អីអាច comment បានឬក៏ចុះក្នុង Discord ខ្ញុំនឹងដាក់ link នៅក្នុង description ហើយអ្នកទាំងអស់គ្នាអាចសួរអ្វីក៏បានដែរខ្ញុំនឹងចូលមើលអូខេ bye bye